ជំនួបរវាងបុរីលេងនវត្រានិងអតិថិជនទទួលលទ្ធផលជាវិជ្ជមានក្រោមវប្បធម៌សន្តានានិងបានឯកភាពគ្នាបន្តជំរុញគន្លឿនការងារដោះស្រាយមួយចំនួនក្រុមការងារក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងរដ្ឋបាលខេត្តកណ្ដាលបានបន្តដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនិងដោះស្រាយករណីពេញឬលក់ផ្ទះដីឡូគម្រោងលេងនវត្រានិងអតិថិជនដែលបានធ្វើការបន្តពិនិត្យលើចំណាសំណូមពររបស់តំណាងអតិថិជនគម្រោង 6A និងជ្រើ100កាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025បើតាមក្រសួងរៀបចំដែនដីបានបញ្ជាក់ថាជាលទ្ធផលកិច្ចប្រជុំបានប្រកាសយកវប្បធម៌សន្តានានិងបានពិគ្រោះគ្នាប្រកបដោយស្មារតីយោគយល់ហើយបានឯកភាពគ្នាក្នុងការបន្តជំរុញការងារដោះស្រាយគន្លឿនការងារសាងសង់ផ្ទះការចាក់បំពេញដីឡូនិងហេដ្ឋារចនាសម្ព័ន្ធប្រទ្រង់ចាំបាច់និងអាទិភាពរបស់គម្រោងគួរបញ្ជាក់ថាគម្រោងផ្ទះនិងដីឡូលេងនវត្រាជ្រែ100និងគម្រោងផ្លូវជាតិលេខ 6A ដែលមានទីតាំងស្ថិតនៅភូមិក្នុងជ្រៃ100និងភូមិអន្លង់ស្លែងឃុំសម្បូរមាសស្រុកមុខកំពូលខេត្តកណ្ដាល